រឿងញ៉ាំកូគិតនេះអាចនឹកឃើញពេលណាចង់តែញ៉ាំភ្លាមហ្មងការពិតគ្រឿងផ្សំនេះខ្ញុំទិញទុកញ៉ាំឲ្យស្អែកឯប៉ុន្តែដោយសារតែទាំងយប់នឹងឃ្លានពេកក៏ធ្វើញ៉ាំហ្មងទៅសម្រាប់សាច់គឺខ្ញុំប្រើប្រភេទសាច់ផុយទៀតគឺមកល្មមញ៉ាំឆ្ងាញ់ហ្មងហាន់វាជាបជាទៅទឹងសាច់ទេដើម្បីឲ្យខាំទៅវាផុយស្រួលញ៉ាំហើយគ្រឿងផ្សំដែលខ្ញុំដាក់លេខជាមួយមានដូចជាពងទាប្រេងខ្យងបន្តិចម្សៅស៊ុបបន្តិចជុំវាឲ្យចូលចិត្តបន្តិចហើយទុកម្លាយបើបន្លែខ្ញុំមានដូចស្ពៃបូកូសឹមចូលពោតបារាំងតកូនស្ពៃក្តោបអីលេខគ្នាបន្តិចមុខបន្តិចគឺញ៉ាំបានច្រើនបើទឹកច្រឡុចមានដោយសារយប់ពេកចឹងហើយអត់មានតែហ៊ូនៅផ្ទះខ្ញុំក៏ធ្វើជាមួយនឹងអាទឹកម្រេចនេះហ្មងទៅងាយស្រួលមានដូចជាអំបិលស្ករប៊ីចេងម្រេចខ្ទឹមច្រាមដាក់ម្ទេសមហិលសំល្មមញ៉ាំទៅគឺចូលជាតិហើយបងប្អូនសម្រាប់ខ្ញុំចូលចិត្តញ៉ាំហើយក៏មិនថាសាច់គោមួយនេះដែលលាយជាមួយនឹងពងទាឈុំវាឲ្យឆ្អិនមកល្មមក៏ប៉ុន្តែសាច់គោនេះគេញ៉ាំរៀងឆៅតិចក៏ញ៉ាំឆ្ងាញ់ដែរប៉ុន្តែខ្ញុំថាចូលចិត្តឲ្យវាឆ្អិនមកល្មមតិចទៅទើបងាយញ៉ាំហើយដាក់បន្លែយើងចូលសម្រាប់បន្លែខ្ញុំចង់បន្ថែមជាមួយនឹងការ៉ុតឬក៏បន្លែអីទៀតតាមចំណូលចិត្តពួកយើងបើខ្ញុំមានតែប្រមាណមុខនឹងគឺញ៉ាំឆ្ងាញ់ហ្មងខ្ញុំចូលចិត្តញ៉ាំជាពិសេសផ្សិតម្ជូរនេះត្រូវជាតិណាជាមួយនឹងទឹកម្រេចហើយណាពោតប្រាំងនេះបងប្អូនឲ្យឆ្អិនបន្តិចឆប់តិចបន្ទាប់ជាមួយនឹងសាច់គោដាក់មកញ៉ាំនិយាយពីថាជាតិពេញមាត់ហ្មងជាពិសេសនៅពេលដែលវាក្តៅតិចហើយហឹរបន្តិចទៀតញ៉ាំឆ្ងាញ់ណាស់បងប្អូនចឹងហើយមុខនេះគឺធ្វើត្រូវណាខ្ញុំញ៉ាំអត់សាំទេហើយពេលដែលខ្ញុំជួបជុំមិត្តភ័ក្តិមិនថាមិត្តភក្តិគ្រួសារអីគឺយើងតែធ្វើអានឹងញ៉ាំតែម្ដងបើសិនជាបានជាមួយនឹងទឹកតៅហ៊ូមកជ្រលក់ជាមួយទៀតគឺថាអែមតែម្ដង